ហេតុតែស្រឡាញ់ក្មួយពេកឡើងផ្ទះថ្មីក្នុងផ្ទះមានរូបថតទាំងប្រមាណសិតតែរូបក្មួយក៏មែនតែនទៅកូនបងម្ចាស់ផ្ទះហ្នឹងមានតែ stand នេះមួយហ្នឹងមកប៉ុសនឹងកត់ហ្មងធ្វើនៅអូមាត់ទ្វារបលាកូនឯងមកមើលមុខកូនឯងនេះដល់ទៅពេលដែលកូនឯងនឹងចាញ់ទៅដូចឯងកូនចំពោមិនចឹងមិនខ្ញុំណែណាជៀបចំតណាអត់ដឹងនោះតណានោះតណាអញ្ចឹងអត់ដឹងតណាចាស់មិនតៅមកនោះមកមួយទៀតនោះមកឡាមកក្នុងវីដេអូនេះគឺថ្ងៃស្អែកដល់ថ្ងៃសុតមុនឡើងផ្ទះថ្មីរបស់អ៊ំប៉អ៊ំសីនៅផ្ទះថ្មីអ៊ំប៉អ៊ំសីហ្នឹងគឺគៀកនឹងផ្ទះមមីខ្លាំងមែនតើហើយឥឡូវនេះខ្ញុំបានដឹកកូនខ្ញុំតាមអូថំពីចាយានយន្តនេះរបស់ខ្ញុំនេះដើម្បីមានដើម្បីអីដើម្បីជិះទៅផ្ទះអ៊ំសីហ្នឹងឯងខ្ញុំ voice over រៀងយប់ទៅក្បាលខ្ញុំវាត្រូវដេកវាមិនចាំព្រមដេកទៅ voice over រៀងវល់តិចចាជាស្រ័យគឺតែថាឲ្យតាមមនុស្សមិនចេះបើកឡានបើកអីហ្នឹងគឺមិនចេះចាំផ្លូវមែនចាម្នាងខ្ញុំនេះការហើយរហូតដល់ពោះមានកូនតកូនកើតទៀតរហូតដល់នោះប្រកបចេញខែហ្នឹងបានចេះចំណាំផ្ទះម៉ៃក្មេងខ្លះតែនៅផ្លិចដែរតែមិនទាន់ស្គាល់ច្បាស់ទេតកូន2មាននាលីមួយទៀតទៅចេះចាំផ្ទះម៉ៃក្មេងខ្លះយើងចេះបើកឡានវាមិនចាំចេះអាងតកងបើកអញ្ចឹងទៅមិនចេះស្គាល់ផ្លូវទេដល់ឥឡូវនេះក៏ដោយនេះមករកផ្ទះបងឲ្យចេះជិះមកក៏មានប្អូនថ្លៃមកមួយចាំប្រាប់ផ្លូវអាហ្នឹងយើងរំពឹងលើគេទាំងស្រុងគេឲ្យតាណាទៅគេឲ្យចុះទឹកចុះនេះថាឯងអ្នកបើវាមិនស្គាល់ផ្លូវអ្នកប្រាប់ផ្លូវនោះក៏វាណាស់ទៀតឲ្យឯងជិះទៅមុខហើយផ្ទះនៅក្រោយនោះកុំតែបានតែក្មួយនោះស្រែកហើយមកឯងជិះធ្លុះលបងទៀតមិនទាន់ដល់ផងទៅអើយស្អីនោះប៉ងអីទៅមីកាអញអើយអ្នកប្រាប់ផ្លូវនឹងក៏ធ្វើលោកប៉ឡើងតាអូ my god មកលើទៅអូ my តន់ចុះមកស្រែហ្នឹងអញតន់ចុះស្រែអូ my god អើយខ្ញុំទៅកូនយប់ហ៎ហើយកុំរៃមែនអូ my god អាមួយថាមើលមួយទៀតឃើញថាឥឡូវនេះក្តីសម័យរបស់ខ្ញុំបានខ្លាចជាការពិតហើយគឺចង់បានបងប្អូននៅផ្ទះគិកគ្នាងាយស្រួលថ្ងៃណាខ្ជិលដាំបាយអីសុំបាយគ្នាម្ដងម្នាក់អំពេលអញ្ចឹងណាឥឡូវនៅខាងបេក្ខជនបងនេះវិញមកតដើមក្មេងជីអស់ហើយចាស់ក្បាលអស់ហ្នឹងណាឥឡូវនេះម្ចាស់ផ្ទះមិនដល់ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរូបថតនៅលើអញ្ចឹងទាំងប្រមាណសិតតែរូបកូនខ្ញុំទាំងអស់នេះបដូរទៅមុខដល់កដាមផ្ទះខ្ញុំទៀតនេះស្អីទេកូនណាមើលទៅដូចម៉ែឪវាអញ្ចឹងវាញឹមហើយបើថាថតមួយម៉ែឪឯងវិញវាថាមុខដូចគេខ្ជិលក៏ហើយអីបលាកូនឯងមកមើលមុខកូនឯងនេះដល់ទៅពេលដែលកូនឯងនឹងចាញ់ទៅដូចឯងកូនចំពោមិនចឹងម៉ែខ្ញុំណែណាស្អីគេអូវ៉ាវអូវ៉ាវអូមេអូវ៉ាវយីទៅខ្ញុំទៅស្ដារបងថ្លៃខ្ញុំមែនតើនិយាយវាថារវល់មើលកូនផ្ទាល់ដៃការងារ100ចម្ពោះឲ្យឆ្លៀតមករៀបចំឲ្យបានឡើងផ្ទះទៀតតាមពិតផ្ទះគាត់នឹងមានយូរហើយប៉ុន្តែគាត់ទៅសៃខ្ចីទៅរើមកដោយសារតែដូចបងប្អូនដឹងស្រាប់ហើយថាយើងរើផ្ទះមួយមិនស្រួលទេណាប៉ុន្តែគាត់ពិតជារៀបចំបានស្អាតហើយពីនិយាយពីថាគ្រប់កន្លោះកលៀតអីអូយខ្ញុំគ្រាន់តែឃើញនឹងហត់ជំនួសដែលគាត់ធ្លាប់រើផ្ទះគឺគាត់ដឹងហើយថាអីវ៉ាន់នឹងរៀបចំនឹងមិនស្រួលទេហើយក្នុងវីដេអូនេះខ្ញុំអត់ទាន់បង្ហាញរូមធួអីបងប្អូនឃើញទេខ្ញុំឲ្យម្ចាស់ផ្ទះគាត់ធ្វើខ្លួនឯងទៅខ្ញុំក៏ចូលមកដល់ផ្ទះមិនបានជួយអីគាត់ឃើញគេរើអីវ៉ាន់ក៏ចង់ខ្យល់បាច់ញើសស្រាក់ដែរតែសារណារើផ្ទះពីបន្ទប់ទឹកដូរប៉ុណ្ណាក៏ដោយក៏ម៉ែនឹងចេះចោលដែរលោកអើយមានទាំងសាប៊ូមានទាំង scrub តូច scrub ធំមានទាំង B spray មានទាំងម៉ាស់មិនតែប្អូនអ្នកលក់តិចថាបងគាត់អត់មានប្រើអត់មានអីអត់ទេលោកអើយមកសាច់ញាតពូជម្បោខ្ញុំគឺប្រើទាំងអស់តែអ្វីដែលខ្ញុំទៅសើបងថ្លៃខ្ញុំជាងគេលោកអូនិយាយពីថាកំពូលអាសាកូនដេកលក់កាណាសុខចិត្តអត់បាយណាបានខាត់ស្បែកហើយជាក់ស្ដែងបងប្អូនឃើញសាច់គាត់និយាយពីថាស្អាតឲ្យឡើងខ្ញងអ្នកស្គងពោដឹងហើយតែសាច់គាត់ស្អាតប៉ុណ្ណាហើយនឹងមិនដែលលាបលេផងនឹងខាត់តែស្ក្រាប់បិទតាម៉ាស់ប៉ុន្តែក៏មើលឲ្យសោះសាច់ខ្លួនសាច់មុខនិយាយពីថាអំពូលមិនបើកទេគាត់នៅកន្លែងណាល្ងិតគាត់ដើរទៅភ្លឺចាចយកហ្មងអញ្ចឹងហើយបានខ្ញុំ highly recommend អ្នកដែលគាត់អត់សូវមានពេលវេលាច្រើនប៉ុន្តែចង់បានស្បែកដែលស្អាតហើយយូរអង្វែងមិនថាអ្នកដែលគាត់កំពុងតងន់ឬក៏តែសៃខ្ចីដូចបងស្រីខ្ញុំទេប្រើផលិតផលធម្មជាតិស្អាតដោយសុវត្ថិភាពទាំងកូនក្នុងផ្ទៃហើយក៏ទាំងកូនក្រៅផ្ទៃដែរដូចម៉ាស្រាយដែលគាត់កំពុងបិទនេះអញ្ចឹងអត់សូវមានពេលគ្រប់គ្រាន់ក្នុងការថែមុខស្ងួតមុខស្អាតឡើងមុនញែកទៅស្នាមមែនទេបិទតាម៉ាស់នឹងបន្តិចទៅលោកអើយមកទឹកតែ2ដងក៏បានយ៉ាងតិចតនីថាមុខនឹងនិយាយពីថា smooth ទាំងម៉ត់ទាំងមានសំណាងបំបត្តិគល់រោមនិយាយពីថាតម្លៃរបស់វាវិញវាស័ក្តិសមវាត្រូវលក់ប៉ុណ្ណឹងហើយអ្នកប្រើច្រើនខ្លាំងមែនតើជាពិសេសត្រូវបំផុតចំពោះអ្នកដែលគាត់មានស្បែកមុខងាយរលងាកបាច់អលៀកងាក
បាច់លមួទើបតែផ្ដាច់លេលីអីហ្នឹងប្រើម៉ាស់ហ្នឹងគឺត្រូវហើយបិទតែ5 10នាទីមុខឡើងទៅជានិយាយតែថាដៃលពឹសអានរហូតមកមុខវាលងពេកអញ្ចឹងវីដេអូរៀបចំមុនឡើងតែមួយថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងទេអត់មានអីទៀតទេពួកអីបញ្ចូលបដាងប្រម៉ូទឲ្យអស់ហើយ